จำนอดรถยนต์หรือ parking lot หรือ car park คือสำดาวตัวเลอตี้กันแรงដែលត្រូវបានរៀបចំឡើងជាពិសេសសម្រាប់យានយន្តគ្រប់ប្រភេទដូចជារថយន្តឡានដឹកទំនិញឬម៉ូតូអាចចូលទៅចតទុកឬរក្សាទុកជាបណ្ដោះអាសន្នឬរយៈពេលវែងលក្ខណៈទូទៅនៃចំណតរថយន្តទីតាំងដែលបានកំណត់ច្បាស់លាស់ជាធម្មតាវាជាតំបន់ដែលបានឈូសឆាយឬសាងសង់ឡើងទាំងនៅខាងក្រៅដូចជាទីធ្លាធម្មតាឬនៅខាងក្នុងអគារដូចជាចំណតក្រោមដីឬចំណតចានជាន់ដែលបានគេគូសជាបន្ទាត់ឬក្រឡាដើម្បីកំណត់ព្រំដែនចតសម្រាប់យានយន្តនីមួយៗគោលបំណងគឺដើម្បីផ្ដល់នូវកន្លែងមានសុវត្ថិភាពនិងមានរបៀបរៀបរយសម្រាប់អ្នកបើកបរទុកយានយន្តរបស់ពួកគេនៅពេលពួកគេកំពុងធ្វើដំណើរទៅទីកន្លែងផ្សេងៗដូចជាផ្សារទំនើបក្រុមហ៊ុនអគារស្នាក់នៅឬកន្លែងសាធារណៈប្រភេទចំណុចរថយន្តសំខាន់ចំណុចលើផ្ទៃដីគឺជាចំណុចបោកចំហនៅកម្រិតដីធម្មតាចំណុចចរាចរណ៍ជាអគារដែលមានចរាចរណ៍សម្រាប់ចតរថយន្តដែលជួយបង្កើនសមត្ថភាពចតលើផ្ទៃដីតូចចំណុចក្រោមដីគឺជាចំណុចដែលសាងសង់នៅក្រោមដីឬក្រោមអគារចំណុចស្វ័យប្រវត្តិជាប្រព័ន្ធទំនើបដែលប្រើប្រាស់ម៉ាស៊ីនឬរបត់លើកដាក់និងចតរថយន្តដោយមិនចាំបាច់មានអ្នកបើកបរផ្ទាល់ចំណុចរថយន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងចរាចរណ៍និងការរៀបចំសណ្ដាប់ធ្នាប់ក្នុងទីក្រុង។